ជំរាបសួរបងចាជំរាបសួរលោកគ្រូបាទបងមានឈ្មោះអីដែរបងចាខ្ញុំឈ្មោះខេនសុជាតិតាលោកគ្រូកន្លែងនេះគេហៅភូមិឃុំអីដែរបងលោកគ្រូឃុំបៃចានស្រុកអង្ស្នូខេត្តកណ្ដាលលោកគ្រូចង់ដឹងថាបងមុននឹងបងប្រើផលិតផលណាកូស៊ីនេះបងមានបញ្ហាសុខភាពអីខ្លះបងជួយរៀបរាប់បន្តិចបងលោកគ្រូខ្ញុំមានបញ្ហាដុសសាច់ច្រមុះហើយអាសាធ្វើទុកដូចជាកណ្ដាស់ដូចជាក្អកឈឺក្បាលរួយភ្នែកចឹងណាលោកគ្រូបងចង់ដឹងថាបងពេលបងប្រើផលិតផលណាកូស៊ីហ្នឹងបងប្រើអស់ប្រមាណគ្រាប់ប្រមាណថ្ងៃដឹងពីប្រសិទ្ធភាពហ៎បងចាលោកគ្រូខ្ញុំប្រើប្រហែលជាចិត្តអស់មួយកំប៉ុងហើយខ្ញុំឃើញផលថាខ្ញុំបាត់កដាស់ព្រោះដោយសារខ្ញុំកដាស់ជាប្រចាំអញ្ចឹងដល់ពេលខ្ញុំប្រើទៅបាត់កដាស់ហើយក៏បាត់រួយភ្នែកហើយច្រមុះដោះសាច់ច្រមុះហ្នឹងក៏វាកាត់បន្ថយវាលែងដោះធំដូចមុនទៀតអញ្ចឹងណាលោកគ្រូបាទចង់ដឹងថាបងប្រើប្រមាណថ្ងៃទៅដឹងពីប្រសិទ្ធភាពហ៎លោកគ្រូខ្ញុំប្រើប្រហែលជារយៈពេលមួយសប្តាហ៍ឃើញផលលោកគ្រូមួយសប្តាហ៍ឃើញផលថាបានធូរបានជាអញ្ចឹងបងចាបានធូរបានជាល្អពិតមែនលោកគ្រូបាទអញ្ចឹងបងសប្តាហ៍ថ្ងៃបងប្រើអស់ប្រមាណកំប៉ុងហើយខ្ញុំប្រើប្រហែលអស់ជាមួយកំប៉ុងហើយចិត្តមួយកំប៉ុងលោកគ្រូបាទហើយជំងឺបងហ្នឹងឈឺប្រមាណឆ្នាំហើយបងប្រហែលជាខ្ទង់1ឆ្នាំ2ឆ្នាំលោកគ្រូតែខ្ញុំអត់ជាសោះមិនដឹងធ្វើម៉េចតទៅជួបផលិតផលលោកគ្រូមានអារម្មណ៍ថាល្អប្រើអញ្ចឹងណាលោកគ្រូបាទអញ្ចឹងបងប្រើហ្នឹងអស់មួយកំប៉ុងហើយបងអញ្ចឹងហ៎ចាលោកគ្រូបាទបងជួយបញ្ជាក់បងប្រើអស់មួយកំប៉ុងហ្នឹងបងជាទៅលើអីខ្លះជួយបញ្ជាក់បន្ថែមខ្ញុំជាទៅលើការដោះសាច់ច្រមុះកណ្ដាស់អាឡែស៊ីតិចតួចអញ្ចឹងលោកគ្រូហើយនឹងបាត់ភ្នែកខ្ញុំក៏វាអត់ធ្វើទុកអីដូចមុនទៀតដែរលោកគ្រូបាទដោះសាច់ច្រមុះអីរួញអស់ចារួញអស់វាអត់សូវដូចមុនទៀតលោកគ្រូបាទវាឃើញផលច្រើនការដកដង្ហើមរៀងធូរជាងមុនអញ្ចឹងលោកគ្រូវាអត់ដូចមុនរៀងថប់ដង្ហើមអញ្ចឹងដល់ពេលឥឡូវវារៀងស្រួលច្រមុះអញ្ចឹងលោកគ្រូអាចនិយាយចឹងបានបាទមានដូចថាមានលមាស់ភ្នែកលមាស់ត្រចៀកអីដែរដោះសាច់ច្រមុះហ្នឹងហ៎បងចាលោកគ្រូវាអាមាស់ភ្នែកអាមាស់ត្រចៀកនិយាយទៅវាធ្វើទុកនេះធ្វើទុកនោះអញ្ចឹងដល់ពេលខ្ញុំបានប្រើទៅមានអារម្មណ៍ថាវាធូរច្រើនវាកាត់បន្ថយច្រើនអញ្ចឹងលោកគ្រូបងពីមុនមកធ្លាប់ប្រើផលិតផលអីផ្សេងអីគេបងអត់ធ្លាប់សារអស់លោកគ្រូគ្រាន់ថាខ្ញុំឃើញលោកគ្រូផ្សព្វផ្សាយទៅចាប់អារម្មណ៍ទិញមកប្រើហ្មងអញ្ចឹងណាលោកគ្រូបាទអញ្ចឹងបងប្រើអស់មួយកំប៉ុងហើយបាត់តាំងពីរួញសាច់ច្រមុះដោះសាច់ច្រមុះហ្នឹងរួញអស់ហើយគេងលក់ស្រួលបាត់លមាស់ភ្នែកលមាស់ត្រចៀកអីអស់ហើយអញ្ចឹងបងជាចុងក្រោយបងមានពាក្យពេចន៍អីសម្រាប់ចែកចាយឬក៏ចែករំលែកទៅដល់ពុកម៉ែបងប្អូនដែលគាត់មានបញ្ហាដូចបងហ្នឹងហ៎បងចាសម្រាប់បងដែលមានបញ្ហាដោះសាច់ច្រមុះអាឡែស៊ីឬក៏ជំងឺច្រមុះនិយាយទៅអាចប្រើជាមួយណាកូស៊ីបានល្អពិតបាទអញ្ចឹងបងជាអស់ហើយតាំងពីដោះសាច់ច្រមុះអាលៀកច្រមុះលមាស់ភ្នែកលមាស់ត្រចៀកគេងស្រួលអីចឹងបងចាលោកគ្រូបាទអរគុណច្រើនបងសម្រាប់ការចែករំលែកបងបាទ